Bạn xuống ônอันนี้คือละหมาคือชิละหมาปะปุมาชิลิกาដែលយើងដាំសម្រាប់ផ្លែវាហូបដោយសារละหมาប្រភេទគ្រាប់យើងដាំទៅផ្លែវាអត់សូវឆ្ងាញ់ទេវាចត់ដើមផ្លែវាឆ្ងាញ់ប៉ុន្តែវាអត់សូវមានសាច់ច្រើនទេពួកละหมาชิลิกาនេះវាមានសាច់វាគ្រាប់វាទូចសាច់វាច្រើនហើយវាមានរសជាតិឆ្ងាញ់ហើយពូជនេះខ្ញុំទៅយកមកដែរទេដាំអានេះជាពូជរបស់យើងយកពីថៃមកពីសត្វពីថៃបាទនេះកូនីស៊ីពូជកូនីស៊ីរបស់ថៃយើងទៅយកមកដល់ទេហើយខ្ញុំទៅដាំសាកបងនៅទឹកដីខេត្តកំពង់ស្ពឺស្រុកកងវិស័យរបស់ខ្ញុំហ្នឹងខ្ញុំមានដីទូចទេប៉ុន្តែខ្ញុំសាកដាំមើលតើវាទទួលបានផលមិនដែរណាហើយយើងដាំបាននៅដីជាការកូនចកាខ្ញុំនេះខ្ញុំដាំបានជាង10ដើមហើយនឹងមានលម៉ើគ្រាប់5ដើមទៀតនៅខាងនោះមានលម៉ើគ្រាប់5ដើមទៀតនៅខាងគៀងជាលបងខ្ញុំដាំហើយខ្ញុំដាំទុកវាយកខ្ញុំគិតថាដាំយកឈ្មោលទេ5ដើមនេះឈ្មោលហើយខ្ញុំដាំដើម្បីយកលម្អមកដាក់នេះដាក់លម៉ើជីរីកានេះព្រោះលម៉ើជីរីកានេះជាភេទលម៉ើញីស្រាប់ហើយអញ្ចឹងយើងដាំលម៉ើជីរីកាដែលខ្ញុំដាំនេះគឺមាន2ប្រភេទយើងមានលម៉ើជីរីកាប្រភេទប៉ាហ៊ីលឿងខ្ញុំដាំបានប្រហែលជា7ដើមហើយនឹងខូនីស៊ីនេះពណ៌ក្រហមខូនីស៊ីនេះបានដូច7ដើមដែរហ្នឹងហើយ7ដើមដែរអញ្ចឹងវាតែអានេះដាំដើមធំមកដាំដើមទូចទេដើមធំហើយដើមនេះអាយុ2ឆ្នាំអានោះក៏ធំដែរមាននៅនោះធំហើយនៅខាងក្រោយខាងនោះក៏មានដែរ3ខាងនោះ3ដើមខូនីស៊ី3ដើមប៉ាហ៊ី2ដើមអញ្ចឹងយើងដាំនៅនេះហើយយើងក៏ដាំតែសិនទេដោយសារខ្ញុំតំបន់យើងអត់សូវមានឃើញគេដាំទេដោយសារខ្ញុំឃើញគេដាំតាមផ្ទះវាល្អដែរអញ្ចឹងយើងសាកតាមប្រភេទជាលិកាមើលតើវាបានផលដែរទេព្រោះភាគច្រើនដាំប្រភេទគ្រាប់អ្នកភូមិគាត់ដាំហ្នឹងល្អហើយតែប៉ុន្តែភាគច្រើនឈ្មោលអញ្ចឹងយើងដាំនេះដាំប្រភេទកូនីស៊ីហើយអានេះខ្ញុំដាំដាក់លូនឹងមានដាក់លូមានអត់ដាក់លូនេះខ្ញុំតេស្តមើលព្រោះខ្ញុំមានដីស្រែមួយកន្លែងទៀតបើសិនជាដាំទៅវាជោគជ័យដាំទៅវាល្អយើងអាចយកគំរូនេះទៅដាំនៅទីតាំងរបស់យើងផ្សេងមួយទៀតបាទនេះគាត់យើងតេស្តសាកល្បងមើលទេថាដាក់លូតើវាយ៉ាងម៉េចដែរអញ្ចឹងណាវាស្រួលថែអត់ថែវាលំបាកបាច់ហើយជាមួយប្រៀបធៀបជាមួយខាងអត់ដាក់លូអានោះក៏ជើងទៅដាំដែរអានោះយើងទៅដាំដែរអានោះខូនស៊ីដែរទៅយកមកដែរអញ្ចឹងយើងសាកដាំវាមើលតើវាល្អយ៉ាងម៉េចហើយវាទទួលបានផលយ៉ាងម៉េចគេបញ្ជាក់ថាបើយើងថែល្អអានេះដោយសារវា2ឆ្នាំហើយអញ្ចឹងបើយើងថែល្អតែមួយឆ្នាំទៀតវាបានផលហើយពពួកខូនស៊ីនេះប៉ុន្តែប៉ាហ៊ីខ្ញុំមានប៉ាហ៊ីមានដើមទូចនេះដើមទូចនោះដើមទូចបានហើយទិញមកអាយុវា8ខែអានោះពួកជីលីកាដែរនេះដើមទូចទេខ្ញុំសាកដើមចោះមួយនេះមើលសិនដើមទូចនេះទិញមក8ខែដើមវាអ្នកលក់ថា8ខែហើយអញ្ចឹងយើងដាំចំណាយពេលរៀងយូរតិចខាងនោះក៏ទូចដែរជាប់ពីដើមនោះអញ្ចឹងបើដើមធំដូចពួកអស់នេះពួកខាងនោះយើងចំណាយពេលឆាប់បានផលប៉ុន្តែនេះយើងយូរហើយយើងត្រូវការយើងក៏ត្រូវការថែវា2ឆ្នាំទៀតវាបានផលចំណែកពួកធំនោះយើងចំណាយពេលតែ1ឆ្នាំឬក៏1ឆ្នាំជាងយើងបានផលហើយប៉ុន្តែយ៉ាងមើលជាក់ស្ដែងសិនព្រោះខ្ញុំមិនទាន់បានផលដែរខ្ញុំមានដាំលម៉ើញីមួយដើមនៅផ្ទះដាំបន្តកូនដែរទេប៉ុន្តែវាផ្លែហើយផ្លែច្រើនដែរផ្លែ8ខ្ពស់ហើយឥឡូវយើងយកនេះយើងទិញប្រភេទជាលីកាមកព្រោះដើមវាថ្លៃបន្តិចប៉ុន្តែយើងដាំវាសាបើសិនដាំនេះបានផលល្អយើងអាចបរិចថែមទៀតទៅទីតាំងផ្សេងទៀតនៅក្នុងតំបន់ហ្នឹងដែរអញ្ចឹងណាបាទហ
ហើយអានេះយើងដាំតាំងពីខែ3ហ្នឹងហើយពួកនោះដាំខែ2ហើយប៉ុន្តែអានេះទៅដាំទេដាំខែថ្ងៃ27ខែ5ទៅដាំទេនៅខាងនោះដែរគាត់ដាំវាទៅធំអញ្ចឹងដាំយើងអាចដាំលឿនយើងដាំថ្ងៃ27អញ្ចឹងយើងចាំមើលតាមដានអស់ហើយតើវាទទួលបានផលយ៉ាងម៉េចតើវាជួបបញ្ហាខ្លះហើយយើងបានផលវាដែរឬទេចាំមើលតាមដានអស់គ្នាយើងឆ្នាំក្រោយប្រហែលជាយើងដឹងហើយខ្ញុំនឹងអាចថតជូនក្នុងការប្រែប្រួលយ៉ាងម៉េចទៀតខ្ញុំថតជូនបងប្អូនទស្សនាដើម្បីហើយយើងទៀងទាត់ថាតើយើងអាចគួរដាំបន្ថែមបរិចដីបន្ថែមឬក៏យ៉ាងម៉េចថែមទៀតណាបាទអរគុណច្រើន